ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបនៃការដាក់ password ទៅលើទូរស័ព្ទដៃ iPhone របស់យើងជាដំបូងដើម្បីដាក់ password បងប្អូនទាំងអស់គ្នាត្រូវរើកម្មវិធីមួយឈ្មោះថា setting ដែលវាមាននៅលើទូរស័ព្ទដៃរបស់យើងផ្ទាល់អញ្ចឹងយើងចុចទៅលើកម្មវិធីឈ្មោះថា setting នឹងហើយបន្តមកទៀតបងប្អូនទាំងអស់គ្នា scroll មកខាងក្រោមរើមើលពាក្យថា Face ID និង passcode ចុចទៅលើវាមកបន្តមកទៀតបងប្អូនទាំងអស់គ្នាបន្ត scroll មកខាងក្រោមរើមើលពាក្យថា turn passcode on បន្តមកទៀតពេលដែលយើងចុចទៅលើវាហើយវានឹងឲ្យយើងវាយ password ចូលបងប្អូនទាំងអស់គ្នាត្រូវចំណាំថាដល់ពេលដែលវាយ password គឺយើងត្រូវទៅចាំ password របស់យើងបើសិនជាយើងមិនចាំ password របស់យើងទេនៅពេលដែលយើង log ហើយយើងភ្លេច password របស់យើងគឺវាបញ្ហាហើយអញ្ចឹងត្រង់កន្លែងនេះបងប្អូនវាយ password បងប្អូនទាំងអស់គ្នាចូលមកបន្តមកទៀតវានឹងឲ្យយើងបញ្ជាក់ password ដែលបងប្អូនបានវាយមិញឡើងមកវិញម្ដងទៀតការពារនៅពេលដែលបងប្អូនវាយទៅអាចនឹងប៉ះលេខអីផ្សេងមួយដែលជាមិនមែនជា password របស់យើងដែលយើងចង់ដាក់អញ្ចឹងយើងបញ្ជាក់ password របស់យើងឡើងវិញម្ដងទៀតអញ្ចឹងបងប្អូនទាំងអស់គ្នារងចាំបន្តិចត្រង់ចំណុចកន្លែងនេះវានឹងឲ្យយើងវាយ Apple ID របស់យើងចូលសំទោសបងប្អូនមិនមែន Apple ID គឺ password Apple ID របស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាវាយ password Apple ID បងប្អូនចូលទៅក្នុងកន្លែងហ្នឹងមកតមកទៀតបងប្អូនចុចទៅលើពាក្យថា sign in សូមរងចាំបន្តិចវានឹងដាក់ password ឲ្យយើងហើយបាទប៉ុណ្ណឹងបាទអ្នកទាំងអស់គ្នាគឺយើងបានដាក់ password ទៅលើទូរស័ព្ទដៃរបស់យើងហើយនៅពេលដែលបងប្អូនទាំងអស់គ្នាឃើញពាក្យថា turn passcode off នេះបានន័យថាយើងបានដាក់ password ទៅលើទូរស័ព្ទដៃ iPhone របស់យើងរួចរាល់ហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាជូនពរសំណាងល្អ